តែអត់ត្រូវហើយខ្ញុំនឹងថាអានេះរៀបការនឹងអ្នកបន្តមរតកបតកូនឈីហ៎តែប៉ុណ្្នឹងទេ ដំណឹងលេខលេខបាត់ថាសាលាទី គ្រួសារជាងនិងគ្រួសារឈីជាប់ចំណងនៅស្រុកយ៉ាងនេះអ្នកណាដែលមិនដឹងនោះ កុំរំលឹកអី ត្រូវហើយ ខ្ញុំព្យាយាមតែបាក់ស្មាត់ស្ពៀកខ្ញុំល្អជាងខ្ញុំមិនចូលចិត្តឲ្យគេចាប់ផ្សាយព័ត៌មានទេ ល្អ លោកនិយាយរបបទៀតចុះខ្ញុំចូលទៅមើលដល់ខ្លួនឯង ល្អលោកជាអគ្គនាយកបតកូនឈីតើមិនបានជាមិនមកជាមួយនឹងប្រពន្ធឆ្លោះគ្នាមែនទេអាយ៉ាលោកអគ្គនាយកថ្ងៃនេះជាថ្ងៃល្អវិសេសវិសាលណាស់ដែលលោកនិងភរិយាលោកអញ្ជើញមកចូលរួមដោយផ្ទាល់ធ្វើឲ្យសាលាយើងគឺកាន់តែមានកិត្តិយសខ្លាំងណាស់ណាខ្ញុំនិងភរិយាត្រូវហើយភរិយាលោកគឺអ្នកនាងធំកូនស្រីសម្ព័ន្ធត្រកូលជាងប្រកាសជាបានដឹងថាថ្ងៃនេះខ្ញុំមកចូលរួមទើបមានចេតនាឲ្យគេមករៀបរៀងខ្ញុំពិតជាព្រលឹងទោលតាមប្រាណណាស់តែមិនយូរទេពួកខ្ញុំត្រូវលែងលះគ្នាវិញហើយអ្នកនាងត្រកូលជាងគឺជាមនុស្សដែលល្អអន្តាមិនបានជាដល់ថ្នាក់លែងលះទៅវិញមិនលោកដឹងថាគេជាមនុស្សល្អខ្ញុំនឹងគេធ្លាប់ស្គាល់គ្នាបាញ់មិញខ្ញុំបាននិយាយគ្នាលេងថែមទៀតគេនៅខាងនោះទៅណាបាត់ហើយចេះអីមិនបានជារត់លឿនម្លេះហ៎ចាំអីនាងហ៊ានមកហាញ់មុខទៀតអីខ្ញុំមិនទាន់បានចម្រាំជាងនាងផងខ្ញុំត្រូវបានចូលធ្វើការនៅក្នុងសម្ព័ន្ធជីពគឺពិបាកខ្លាំងណាស់រហូតបានតំណែងជាអ្នកចាត់ការប៉ុន្តែត្រូវនាងបបាយឆ្នាំងបាយរបស់ខ្ញុំអស់ហើយ សំចាត់អ្នកធ្វើឲ្យលោកបាច់ឆ្នាំបានមិនមែនខ្ញុំទេគឺលោកខ្លួនឯងមនុស្សគ្មានសមត្ថភាពស្រាប់ចេះលើកមុខលើកមាត់ខ្លួនឯងខ្លះសម្អាងខ្លួនឯងមានឪពុកម្ដាយបុគ្គលិកជាន់ខ្ពស់ដើរទូកូនស្រីគ្រប់កន្លែងរអើមណាស់ មិនបាច់ជានាងមកទីនេះគឺជាពិធីសប្បុរសធម៌រៀបចំដោយសម្ព័ន្ធកូនឈីអញ្ជើញអ្នកជំនួយធំមកចូលរួមនាងគ្រាន់តែជាអ្នកធ្វើការប្រើកម្លាំងមិនទាន់បញ្ចប់ថ្នាក់វិទ្យាល័យនាងពិតជាហ៊ានមកទីនេះផងមែនទេអូនាងចង់មកតាក់លុយក្រាស់ហើយមែនទេ ចាជីគូក្បាលលោកចូលទឹកទៅដឹងខ្ញុំប្រាប់លោកបើហ៊ានតែនិយាយផ្លាស់ទៀតត្រឡប់ទៅផ្ទះនាំឆ្លងមើលមុខខ្លួនឯងផងមានអ្វីខុសប្លែកពីមុនទេ នាងចង់ជេរយ៉ាងម៉េចក៏ជេរទៅខ្ញុំមិនជឿក្បាលទេទោះបីខ្ញុំទៅសម្ព័ន្ធតកូលឈីមិនឈប់នោះតែខ្ញុំចូលធ្វើការនៅតកូលជាងមិនអន់ជាងតកូលឈីនោះទេ សម្ព័ន្ធតកូលជាងឬមនុស្សយ៉ាងម៉េចអាចឆ្កែអាចឆ្មាក៏អាចចូលធ្វើការបានដែរ នាងនិយាយស្អីនឹងខ្ញុំចូលធ្វើការនៅតកូលជាងមកប្រចាំនេះប៉កែនេះខ្ញុំប្រាប់នាងចុះកូនស្រីសម្ព័ន្ធតកូលជាងថ្ងៃនេះមកចូលរួមដែរណាបើខ្ញុំអាចតាក់ទងគេបានចាំមើលថាខ្ញុំចាត់ការនាងយ៉ាងម៉េចជីលោកដឹងថាកូនស្រីសម្ព័ន្ធតកូលជាងមានមុខមាត់យ៉ាងម៉េចទេខ្ញុំប្រាប់លោកបើថ្ងៃនេះលោកអាចតាក់គេបានខ្ញុំសូមចាត់ការក្បាលលោកទាត់លេង ខ្ញុំស៊ើបច្បាស់លាស់អស់ហើយកូនស្រីសម្ព័ន្ធតកូលជាងថ្ងៃនេះពាក់រពណ៌សពាក់កវិលកម្មថែមទៀតផង មិនមែនទេអីស្មារតីខ្ញុំចិត្តបែកធ្លាយហើយ អេនាងមានចេតនាតែពិតមែនទេនាងស្ដាប់ច្បាស់កុំស្គមឲ្យសោះមន់ព្រៃនៅតែជាមន់ព្រៃមិនអាចខ្លាយជាសត្វហង្សបានទេអេអ្នកនាងជាង លោកហៅខ្ញុំម៉េ ខ្ញុំជាបុគ្គលិករបស់សម្ព័ន្ធតកូលជាងឈ្មោះថាចៅជាហើយខ្ញុំថាសៀវចៅក៏បានដែរធ្លាប់លើឈ្មោះអ្នកនាងជាងបរិច្ចាគប្រាក់ជូនសាលាទៅមើលសប្បុរសធម៌លេខលឺពីពេញពិភពអ្នកជំនួយសំកោតសរសើរពិតមែនអ្នកនាងពិតជាអស្ចារ្យណាស់ ខ្ញុំហ្នឹងអ្នកនាងធំហ៎អ្នកនាងចាងពិតជាអ្នកនាងចាងពិតមែន ខ្ញុំគិតថាឃើញអ្នកនាងមិនធម្មតាទេរូបសម្រស់ក៏ស្រស់ស្អាតរឹកពីពិតជាថ្លៃថ្នូរណាស់ មែនហើយពិធីជប់លៀងនេះមានតែអ្នកនាងស្រស់ស្អាតជាងគេបញ្ចេញពន្លឺពីខ្លួនតែម្ដងណា bling bling ពួកគេចាត់ទុកខ្ញុំជាអ្នកនាងធំគូសាចាងមិនខាត់បងទេខំចូលរកគេមកដូច្នេះយកចំណេញសិនចាំមើលចុះមែនហើយខ្ញុំជាកូនស្រីគ្រួសារចាងដើមឡើយចង់បង្ហាញខ្លួនបែបសាមញ្ញតែមិននឹកស្មានថាអ្នកទាំងអស់គ្នាឆាប់មើលដឹងឯងចាំមើលនេះថាម៉េចកូនស្រីគ្រួសារចាងមែនទេ ហើយបើមិនមែនគេឬមួយជានាង ឬមួយជាលោក ឈីអញ្ជើញមកដល់ គ្រូពេទ្យ ខ្ញុំហ៎ត្រូវហើយសុខស្ដាយកាយុត្រូវហើយខ្ញុំគឺជាអគ្គនាយកសម្ព័ន្ធត្រកូលឈីអ៊ីនលីហើយតាមម្ចាស់របស់ខ្ញុំគាត់ចង់លេងស្នេហ៍អីទៀតហើយ លោកគឺឈីអ៊ីនលីអគ្គនាយកតកូលឈីលោកក៏ឈ្មោះឈីអ៊ីនលីដែរแล้วលោកនេះមានមនុស្សពីរនាក់ឈ្មោះដូចគ្នារូបរាងដូចគ្នាតកូលដូចគ្នាអញ្ចឹង បានជារាប់អាចជាមិត្តភក្តិនឹងគ្នាត្រូវទេមែនហើយមិនបានជានាងស្រាប់តែសួរសំណួរបែបហ្នឹង តាមមើលលើកមុនខ្ញុំពិតជាច្រឡំមនុស្សឲ្យតែមិនមែនជាប្រុសរកចិត្តម្នាក់នោះតែម្នាក់នេះក៏ខូចដែររៀបការឲ្យលែងស្រីប្តេជ្ញាប្រថប់ទៀតថប់ណាស់ លោកកាយុខ្ញុំដូចជាយល់ថានាងជាងដូចជាចង់ស្ត្រីជាមួយខ្ញុំចឹងនេះប្រហែលជាមានអ្វីយកច្រឡំលើក្រុមហ៊ុនយើងហើយត្រូវបន្ទោសជនអាក្រក់ដែលយកឈ្មោះក្រុមហ៊ុនទៅប្រើទើបប៉ះពាល់ដល់កិត្តិយសរបស់ក្រុមហ៊ុនលោកប្តីពិធីដាក់ដេញខ្លាយចាប់ផ្ដើមហើយយើងទៅអង្គុយទៅ ទៅប្រពន្ធអញហៅឯងហើយទៅចឹងអីមិនបាច់ជានាងនៅទីនេះ នេះជាសាលារៀនខ្ញុំគ្រាន់តែមកលេងចាស់លោកគ្រូពេទ្យមិនក៏មកទីនេះដែរ ចៃដន្យមែនខ្ញុំក៏មកចូលលេងដែរ តែហើយលោកគ្រូពេទ្យមិនបានជាលោកមកជាមួយអគ្គនាយកត្រកូលឈីអញ្ចឹង ពួកខ្ញុំជាមិត្តភក្តិនឹងគ្នាទើបបានជាមកជាមួយគ្នា យើងទៅអង្គុយទៅ តោះចឹង ភ្ញៀវកិត្តិយសពិធីដាក់ដេញខ្លែងសប្បុរសធម៌ថ្ងៃនេះចាប់ផ្ដើមពិធីសមាសសប្បុរសធម៌លើកនេះរៀបចំឡើងដោយសម្ព័ន្ធតកូលឈីត្រូវបរិច្ចាគទាំងអស់និងត្រូវបរិច្ចាគជូនអង្គការសប្បុរសធម៌ យ៉ាងអីពិ
ធីដាក់ដេញថ្លៃលើកនេះអ្នកក្រតែពីរអ្នកអាចដេញថ្លៃបានរបស់ស្អីទៅបើគ្មានលុយទេក៏រៀនបរិច្ចាគតាមអ្នកមានលុយឲ្យសោះណា គោលបំណងការដាក់ដេញថ្លៃសប្បុរសធម៌គឺបង្ហាញក្តីស្រឡាញ់ចំពោះកុមារក្រីក្របរិច្ចាគតិចតួចក្តីច្រើនក្តីជាទឹកចិត្តលោកយល់ទេ បង្ហាញក្តីស្រឡាញ់និយាយទៅគួរចង់សើចចា៎នាងពេញចិត្តមួយណាដែលយកទៅខ្ញុំជាអ្នកចេញ អេមិនបានទេរបស់អត់ទាំងនេះវាថ្លៃណាស់ខ្ញុំមិនចាយលុយលោកទេពេលនេះសូមបង្ហាញវត្ថុដាក់ដេញថ្លៃទី1គំនូរជាស្នាដៃលោកជាងវិនពេញវិចិត្រករល្បីឈ្មោះរូបភាពលាក់ព្រៃភ្នំនេះជាស្នាដៃដែលលោកតាខ្ញុំចាប់បាត់នេះជាអគ្គនាយកសម្ព័ន្ធតកូលឈីខ្ញុំទៅជួបលើកទី1ពិតជាសង្ហាមែនតានេះ ខ្ញុំនឹងថាការយកសម្ព័ន្ធតកូលឈីមិនដែលមកចូលរួមសមាសដោយផ្ទាល់ទេ គឺជាអគ្គនាយកតកូលឈីជាប្តីដែលមកខ្ញុំរកឲ្យមិនបានជាខ្ញុំមិនដឹងសោះខ្ញុំច្រឡំមនុស្សទៅវិញចាប់ហើយតិចលោកគេដឹងថាខ្ញុំមិនមែនជាកូនស្រីគ្រួសារជាងទៅ ខ្ញុំមិនស្មានថានាងនៅទីនេះទេ មិននឹកស្មានថាលោកនៅទីនេះដែរលោកជាអគ្គនាយកតកូលឈី លោកអគ្គនាយកថានិយាយលោកនៅខាងនោះនេះគឺជាកូនស្រីតកូលជាង គេមិនដែលជួបកូនស្រីតកូលជាងទេទេមិនដែលជួយខ្ញុំហើយមែនហើយខ្ញុំជាប្រពន្ធលោកម្ នាក់នេះគឺជាប្រពន្ធដែលម៉ាក់ណែនាំឲ្យខ្ញុំកសែផ្នែកពិតជាល្អមែន លោកប្តី បាទត្រូវស្រីម្នាក់នេះតោងជាប់ប្រកាសជាមិនបានសុខទេនេះច្រឡំមនុស្សហើយគេទៅប្តីនាងគេឈ្មោះថាជាអ៊ីនលីម្នាក់នេះជាប្រពន្ធឯង ឥឡូវចាប់ផ្ដើមដាក់ដេញថ្លៃតម្លៃចាប់ផ្ដើមពី5លានថាមកពលថ្មីជា48លានលោកប្តីគេក៏ចង់បានដែរសម្បត្តិតកូលឈី10លាន ធ្វើស្អីហ្នឹង ខ្ញុំពិតជាចង់បានមែនលោកមិនមែនគ្មានលុយឯណាជូនខ្ញុំមកផ្ទាំងទៅបានទេ10លានលើកទី1គំនូររបស់លោកតាបើលោកឲ្យគេផ្សេងប៉ុន្តែកាត់ខ្ញុំគឺត្រូវបង្កក់ហើយ យ៉ាងអីនាងមកគ្រាន់តែចូលមើលគេដេញថ្លៃតែប៉ុណ្្នឹងទេមែនទេតែមិនមកកាក់កំហិនចំណាយដែរអីមន្ទីរពេទ្យខាង100លាន 100លាន គេគេចំណាយ100លានទៅគំនូរនេះផងអី 100លានលើកទី1 100លានពីអ្នកនេះហ៊ានមកទៅដល់ខ្ញុំផង100លានលើកទី2លោកប្តីខ្ញុំចង់បានឆាប់លើកស្លាកដេញថ្លៃទៅអូយ ស្រីម្នាក់ឈ្មោះទេដឹងខ្ញុំមិនណាហ៊ានទៅដល់ជាមួយតកែទៅខ្ញុំគ្មានលុយទិញជីវិតទេ 100លានលើកទី3អបសម្ព័ន្ធខាងដេញយកស្នាដៃរបស់លោកជាងបន្ទិញបាន100លានលោកបានលុយពីណាច្រើនចឹងនេះ មិនដែរទេខ្ញុំមកចូលរួមដេញថ្លៃនេះតំណាងឲ្យមន្ទីរពេទ្យមិនមែនចាយលុយខ្ញុំខ្លួនឯងទេ ចឹងណាមិនបាច់ចំណាយលុយដល់ម្លឹងទេមើលទៅលោកមិនដូចជាគ្រូពេទ្យសោះដូចជាអគ្គនាយកដាច់ចេះលុយ ពូកែមើលមនុស្សមែនគំនូរមកទាំងនេះជារបស់ជីតានាងជាអគ្គនាយកឈីបោះលុយដេញយកបានប្រកាសជាដើម្បីលួងប្រពន្ធហើយខ្ញុំគិតថាមនោសញ្ចេតនាពួកគេទាំងពីរអ្នកពិតជាល្អហើយពិតជាល្អខ្លាំងណាស់ល្អណាស់ល្អអរគុណអ្នកទាំងពីរដែលជួយគាំទ្រដល់ការដាក់ដេញថ្លៃសប្បុរសធម៌យើងបន្តិចទៀតក្រុមការងារយើងនឹងយកគំនូរទៅវេចខ្ចប់រួចហើយយកមកជូនដល់អ្នកទាំងពីរភ្លាមណា លោកនាយកចូលច្រឡំហើយពួកខ្ញុំមិនមែនមកជាមួយគ្នាទេលោកគ្រូពេទ្យឈីគាត់បានចាក់តំណាងឲ្យមន្ទីរពេទ្យខ្ញុំគ្រាន់តែជាមិត្តភក្តិគាត់ទេ លោកគ្រូពេទ្យឈីពួកគេទាំងពីរនាក់ពិតជាគួរចង់សើចមែនតាមពិតគឺជាប្តីប្រពន្ធមិនបានជាហៅលោកគ្រូពេទ្យឈីទៅវិញឬមួយនៅតែឆ្លោះគ្នាណានាងជាងស្វាមីណានាងចង់លួងឲ្យនាងសប្បាយចិត្តចំណាយកម្លាំងបន្តិចទេណានាងអភ័យទោសឲ្យគាត់ទៅហ៎ លោកនាយកកុំនិយាយចឹងអីលោកគ្រូពេទ្យឈីមិនមែនប្តីខ្ញុំទេណាមួយគំនូរដែលគាត់ដេញបានមិនមែនឲ្យខ្ញុំដែរលោកគ្រូពេទ្យឈីឆាប់និយាយទៅ តែហើយពួកខ្ញុំគាត់តែជាមិត្តភក្តិទេអាយ៉ាមនុស្សប្រុសពេលត្រូវអោនគួរតែអោនបន្តិចណាប្រពន្ធខ្លួនឯងបានបញ្ជាក់ថ្នាក់ថ្នមឲ្យអ្នកណាថ្នមចំនួនទៅកុំនិយាយថាជាមិត្តភក្តិទៀតអីណាដល់ពេលនោះហើយគួរតែធ្វើមុខក្រាស់បន្តិចហៅប្រពន្ធខ្លួនឯងតែម្ដងទៅយ៉ាងម៉េចដែរ លោកនាយកពួកខ្ញុំគ្មានតំណែងនឹងគ្នាទេលោកនាយកឥឡូវខ្ញុំឲ្យអ្នកណាគេ ប្រកាសជាត្រូវឲ្យអ្នកស្រីឈីហើយ អ្នកស្រីឈីលោកអគ្គនាយកដេញថ្លៃបាន អ្នកស្រីឈីនេះជាប្រពន្ធអគ្គនាយកឈី គេជាអ្នកស្រីឈីអញ្ចឹងមានតែអ្នកនាងធំគ្រួសារជាង អ្នកស្រីឈីចាំម្នាក់ទៀតជានរណាទៅ អ្នកទាំងអស់គ្នាយកច្រឡំហើយខ្ញុំមិនមែនអ្នកស្រីឈីស្អីទេត្រូវហើយគួរតែព្យាយាមអ្នកបានសមាជិកខ្ញុំមិនចូលចិត្តឲ្យអ្នកសារព័ត៌មានចុះផ្សាយទេ អ្នកច្រឡំហើយអ្នកនាងជាងពីមុនធ្លាប់ជាសិស្សរបស់សាលាពួកយើងមិនមែនអ្នកនាងធំគ្រួសារជាងអីទេក៏មិនមែនជាប្រពន្ធអគ្គនាយកឈីអីដែរហ៎តែខ្ញុំគិតចានពេកហើយនាងមិនជាប្រពន្ធខ្ញុំទេដែលខ្ញុំបាននិយាយរួចហើយយ៉ាងអីទោះបីចាប់ជាតិ10000ដងទៀតក៏មិនអាចមានវាសនាល្អចឹងដែរស្រីម្នាក់នេះធម្មតាចូលចិត្តធ្វើខ្លួនជាស្រីកំមុំត្រឹមត្រូវណាស់ប៉ុន្តែធៀបពិតតែឈ្មោះស្អុយអាលួយក្រោយខ្នងវិញគឺខូចអស់ហើយសូម្បីតែបន្តិចក៏គ្មានអីល្អដែរមើលស្អីឯងហ៊ានបាយយើងផងហីលើកមុនបាយខ្ញុំមិនទាន់ចំណាំជីផងឥឡូវបាយទៀតសម្ដីលិមួកវាយឯងងាប់ទើបសំមុខ លោកគ្រូពេទ្យតែលោកមានរបួសមិនទាន់ជាផងកុំឆាវឆាវលើក្រោយមានរឿងបែបនេះទៅឲ្យខ្ញុំមិនបានជាទូរស័ព្ទរងនៅពេលនេះទៀតហើយ លើកទូរស័ព្ទទៅក្រែងម៉ាក់នាងរកទៅកាយប្រញាប់ ប៉ុន្តែគេ ប្រៃទេគេវាយមិនស្លេះខ្ញុំទេ លោកនាយកខ្ញុំចេះតែលើកទូរស័ព្ទមកផ្លេតលោកជួយមើលលោកចៅជាផងបើគេហ៊ានប៉ះពាល់លោកគ្រូពេទ្យមួយទៅសៃសក់ដាក់គេឲ្យចិត្តស្លាប់ចិត្តនោះទៅ ណានាងកុំបារម្ភអីគ្មានណាហ៊ានធ្វើបាបគេទេទៅចុះអាចចង្រៃយកជប់ភ្លាមលោកគ្រូមិនចាំបាច់ការពារអាមនុស្សចង្រៃប្រភេទនេះទេ អាឡូមិនបានចិត្តបាត់ហើយ
ai tới chimមនុស្សចង្រៃមិនក៏បានក្របភ្នែកមើលឲ្យច្បាស់ទៅមនុស្សចង្រៃដែលឯងនិយាយនេះតាមពិតគេគឺជា អាឡូម៉ាក់ មនុស្សចង្រៃដែលឯងនិយាយនេះគេតាមពិតគឺជាអគ្គនាយកសម្ព័ន្ធតកូលឈីអូយខ្ញុំមិនដឹងថាលោកជាអគ្គនាយកផ្នែកសម្ព័ន្ធតកូលឈីទេថ្ងៃក្រោយខ្ញុំលែងហេតុទេខ្ញុំលែងហេតុទេយ៉ាងម៉េចចង់ចាត់ការខ្ញុំទៀតទេអត់ទេណាយៀបអូគេចេញភ្លាមទៅអេពីថ្ងៃនេះទៅម្នាក់នេះត្រូវលុបឈ្មោះចេញពីក្រុងជាងអាលោកឈីអត់ទៅខ្ញុំផង អត់ទេគេជាអគ្គនាយកឈីហើយចុះគេជាអ្នកណា ខ្ញុំជាជំនួយការពិសេសរបស់អគ្គនាយកឈី លោកមិនមែនជាអគ្គនាយកឈីទេលោកកុហកខ្ញុំអញ្ចឹងតាមបាញ់មិញនេះឲ្យថែមតម្លៃលោកមិនព្រមតាមពិតជាមនុស្សខែបន្លំលោកប្តីគូបន្ទោខ្ញុំធ្លាប់គិតដែរគឺមិនស័ក្តិសមជាមួយអគ្គនាយកសម្ព័ន្ធតកូលឈីសោះបានហើយឲ្យគំនូមកខ្ញុំមកណាឲ្យមកគំនូនេះគឺអគ្គនាយកឈីដេញបានឲ្យមកឆាប់ឲ្យមកខ្ញុំមក នេះជាណានាងយកច្រឡំឲ្យគំនូនេះខ្ញុំដេញបានមិនមែនចូលនាងទេព្រោះនាងមិនស័ក្តិសម លោកប្តីចង់បានន័យថាម៉េចហ្នឹង លេងលះ ខ្ញុំ នាងនៅក្មេងសោះរៀបការលើកទី1មនុស្សស្រីអាចខាត់បោះចោលបន្តិចប៉ុន្តែខ្ញុំប្រពើសងនាងវិញប៉ុន្តែនៅក្នុងគោលការណ៍នៃច្បាប់គិតឲ្យទូរស័ព្ទមកខ្ញុំមក បើសោះអញ្ចឹងជាឱកាសសម្រាប់ខ្ញុំខ្លាចជាអ្នកមានហើយមើលថាប្តីឯងក៏នៅក្នុងទីសសដែរជួបគេហើយនៅជួបថាខ្សែប្តីបានល្អទេជួបហើយប៉ុន្តែខ្ញុំមិនពេញចិត្តទេពេញចិត្តជាងអាអៀនលីម្នាក់នេះគេជាម៉ាក់នៅរឿងឲ្យឯងធ្វើជាគូសកលគ្មានអ្នកណាសមជាងគេទៀតទេបានហើយម៉ាក់និយាយច្រើនយ៉ាងនេះក៏មិនចង់ខ្ញុំលែងដែរប្រាប់ម៉ាក់ចុះមង្គលការជារឿងមនុស្សពីរនាក់ខ្ញុំមិនថាស្រឡាញ់គឺមិនស្រឡាញ់ហើយនិយាយច្រើនយ៉ាងណាក៏អត់ប្រយោជន៍ខ្ញុំត្រូវតែលែងឲ្យបានបាយពិធីដាក់ដេញខែចាប់ហើយចាស់ជាមានធ្វើបាបលោកទេ នៅក្នុងផ្ទៃរបស់នាងខ្ញុំជំរុញឲ្យងាយគេធ្វើបាប មិនមែនទេគ្រាន់តែខ្ញុំរអៀលខ្លួនខ្ញុំនាំការលំបាកឲ្យលោកយ៉ាងច្រើន ស្រីទេជួយដោះស្រាយបញ្ហានាងបានខ្ញុំសប្បាយចិត្តណានៅឈប់ធ្វើស្អីទៀតខ្ញុំជួយនាងទៅវិញដល់ហើយ លោកគ្រូពេទ្យមិនបានចលស្គមមនុស្សដូចជាអគ្គនាយកឈីននោះ យ៉ាងម៉េចនាងដូចជាមានទស្សនៈលើគេខ្លាំងម្ល៉េះ ប្រកាសហើយចាំណាមកតគេមិនមែនមនុស្សល្អទេ ចុះបើសិនជាមង្គលការនោះមិនមែនគេស្ម័គ្រចិត្ត បើគេមិនស្ម័គ្រចិត្តគេអាចសុំលែងលះបានតាណាមកខ្ញុំលើមិត្តភក្តិប្រាប់ថាគេជា ហ៎ខ្ញុំយល់ថានាងគួរតែជួបមកអគ្គនាយកឈី ខ្ញុំមិនទៅជួបគេទេ នាងដឹងពីសាវតារបស់ខ្ញុំដូច្នេះឮតែគេនិយាយពីអគ្គនាយកឈីតាមមើលគួរតែរកការនិយាយប្រាប់នាងហើយឬមួយដាក់នាងញ៉ាំបាយដើម្បីបកស្រាយប្រាប់នាងបានច្បាស់ថ្ងៃណាមានពេលទំនេរចង់ជើញនាងញ៉ាំបាយ ញ៉ាំបាយមិនកលឿនម្លេះលោកគ្រូពេទ្យកុំប្រាប់ថាមានចិត្តលើខ្ញុំរឿងញ៉ាំបាយខ្ញុំយល់ថាមិនកាត់ទេដឹង មិនកើតទេ ខ្ញុំមិនទាន់ទាំងលែងលះផងមិនអាចទទួលយកការសារភាពទេយ៉ាងណាក៏ចាំមិនកាត់ទេលោកមិនកាត់ខ្ញុំក៏មិនកាត់ដូចគ្នា ហ៎ មកទៅអានឹងលែងនេះត្រូវបន្ថែមល្បឿនទៀតលោកគ្រូពេទ្យខ្ញុំមានរឿងចង់ពិភាក្សាគំនូដែលលោកដេញខ្លេចបានថ្ងៃនេះវាសំខាន់ខ្លាំងណាស់សម្រាប់ខ្ញុំលោកអាចទៅចរចាជាមួយខាងមន្ត្រីពេទ្យបានទេលោកវាខ្ញុំវិញខ្ញុំអាចបន្ថែមតម្លៃ ខ្ញុំជួយនាង លោកដេញបានជូនខ្ញុំមិនល្អទេដឹងគឺជាប្រាក់បរិច្ចាគពីមន្ត្រីពេទ្យយ៉ាងល្អចាំខ្ញុំថែមលុយជូនលោក នាងយកទៅគំនូនេះមិនខ្លាចទេការបរិច្ចាគគ្រាន់តែជាលេសខាងមន្ទីរពេទ្យរាល់ឆ្នាំតែងតែបរិច្ចាគច្រើនយ៉ាងនេះកិច្ចការហ្នឹងគេប្រគល់ឲ្យខ្ញុំចាត់ចែងខ្ញុំមិនមែនជាមនុស្សដែលចូលចិត្តគំនូអីទេហើយនាងយកវាឲ្យខែតឲ្យល្អផងទេ វាដូចជាមិនសមតតែសោះខ្ញុំទទួលហើយ មើលទៅនាងញញឹមឡើងបាត់មកឡើយចិត្តហើយពិតជាទទួលមែន អញ្ចឹងខ្ញុំគួរអរគុណលោកយ៉ាងម៉េចលោកគួរតែទុកឱកាសឲ្យខ្ញុំតបស្នងវិញ តបស្នងអញ្ចឹងនាងយកហាត់ខែត្រង់ទៅខ្ញុំនៅមន្ទីរពេទ្យរាល់ថ្ងៃទៅអូអធិស្ឋានខ្ញុំភ្លេចថានាងរៀបការរួចហើយយើងទាំងពីរគួររក្សាគំនិតពីគ្នាបន្តិចសុំទោស បាន មិនពិបាកទេ គ្មានបញ្ហាយើងទាំងពីរដែលស្អាតស្អំដូចគ្នាគ្មានអ្វីត្រូវខ្លាចហើយក៏គ្មានអ្វីត្រូវខ្មាស់គេដែរយ៉ាងណាប្តីរបស់ខ្ញុំគេធ្វើខ្ញុំខ្មាស់គេណាស់ទៅហើយខ្ញុំមិនអាចប៉ះពាល់ជីវិតខ្ញុំដោយសារគេទេព្រោះវាគ្មានតម្លៃអី បើអញ្ចឹងនាងចុះទៅ ខ្ញុំដាក់ទៅហើយខ្ញុំទៅហើយអ្នកគ្រូចាងតែបរៀនចាប់មិនក៏បញ្ញាធ្វើបាយម្ហូបយកទៅជូនពូខ្ញុំម្លេះអត់ពិបាកផងស្រួលសឹងអីមែនអីមិនក៏មិនដែលឃើញអ្នកគ្រូធ្វើម្ហូបឲ្យខ្ញុំញ៉ាំអញ្ចឹងអញនេះអញ្ចឹងចុះបើចង់ឆោមមាននេះឯងមិនធ្លាក់អីមកមុខទេអ្នកគ្រូធ្វើម្ហូបឲ្យឯងញ៉ាំអ្នកគ្រូចាងគ្មានគ្រូណាធ្វើបាបសាក់ខ្លួនឯងទេនេះហៅថាធ្វើបាបជាការតែប្រកែកទៅវិញទេទៅហើយអ្នកតាពីរចាប់អារម្មណ៍ទេមួយរយៈនេះដុកទ័រឈីដូចជាមានអារម្មណ៍ល្អណាស់ដោយសារប្រហែលថ្ងៃនេះឃើញមានមនុស្សស្រីយកអាហារថ្ងៃត្រង់ឲ្យគាត់គឺជាមិត្តស្រីរបស់គាត់ទេដឹងណោះដុកទ័រសិនលោកអ្នកដុកទ័រឈីនៅគៀកគ្នារាល់ថ្ងៃនិយាយទៅមើលស្រីម្នាក់ដែលយកបាយមកជូនគាត់រាល់ថ្ងៃនឹងជាអ្នកណាគេទៅប្រាប់ផងមើល គេហ៎អាយ៉ាតើមានអ្នកណាទៀតទៅគឺ
ស្អីនឹងហើយ ហាមាត់ស្រីហ៎មិនមាត់ស្រីមែនទេ អាយ៉ានេះលោកជាលោកនាំអ្នកគ្រូចាំម្ដងទីប៉ែតែម្ដងហើយលោកឆ្លៃគេមែនទេយ៉ាងអីពិតជានារីល្អម្នាក់ខ្ញុំឆ្លៃនាងហើយប៉ុន្តែក្តីឆ្លៃរបស់ខ្ញុំនេះបាននិយាយចំពោះនាងវាអាចជាសម្ពាធផ្លូវចិត្តមួយយ៉ាងដូច្នេះខ្ញុំមានតែលែងលះប្រពន្ធខ្ញុំទើបខ្ញុំមានសិទ្ធិឆ្លៃនាងផ្ដល់សុភមង្គលឲ្យនាងនោះហើយទើបជាការបង្ហាញការគោរពដល់នាងអេលេងមែនតើឯងចាប់ផ្ដើមធ្វើឲ្យខ្ញុំយល់ថាឯងកាន់តែមានកម្រិតពីខ្ញុំហើយ